តែនឹកឃើញអារម្មណ៍ពេលលុយ5,000វាមិនមែនជាកំហឹងទេតែវាជាភាពអាម៉ាស់ម្យ៉ាងឥឡូវនេះចំនួនទឹកប្រាក់ចុងឆ្នាំរបស់បុគ្គលិកខ្ញុំនឹងពិនិត្យមើលដោយមិនមែនដើម្បីអនុម័តគឺដើម្បីដឹងពីតម្លៃនៅពីក្រោយតួលេខទាំងនោះតើវាសមនឹងលទ្ធផលដែលគាត់ខំប្រឹងពេញមួយឆ្នាំនោះទេចុះចំណែកមនោសញ្ចេតនាវិញលោកបាការដាក់ចិត្តនឹងការផ្សារភ្ជាប់ជាមួយអតិថិជនច្រើនយ៉ាងនេះយកចិត្តទុកដាក់ខ្លាំងលើការផ្ដល់ផលតបសម្រាប់លោកផ្ទាល់តើវាជាការខ្ជិះខ្ជាយដែរឬទេតើលោកប៉ះពាល់ការហត់នឿយនេះដោយរបៀបណាពេលឃើញយុវជនក្នុងក្រុមហ៊ុនទទួលបានប្រាក់លើកដំបូងក្រឡេកមើលភ្នែកពេលទទួលបានភាគលាភច្រើនគឺពោពេញដោយក្តីសង្ឃឹមវានឹងធ្វើឲ្យខ្ញុំមានអារម្មណ៍ថាស័ក្តិសមអរគុណសម្រាប់ភាពស្មោះសង្ឃឹមថាលើកក្រោយនឹងមានឱកាសបានជែកគ្នាទៀតតាកាត់ក៏ទិញផ្ញើអ្នកមួយកែវយកជ្រៅហើយនៅធ្វើការទៀតអីក្រុមហ៊ុនថ្មីមានបញ្ហាច្រើនណាស់ហត់ជាងអ្វីដែលបានគិតខ្ញុំធ្លាប់សម្ភាសន៍អ្នករកស៊ីច្រើនអ្នកហើយពួកគេសុទ្ធតែនិយាយថាអ្វីដែលពិបាកបំផុតគឺមនុស្សចៅចឹងភៀងថ្មីនេះតែងតែនិយាយរឿងរកខ្ញុំមានអារម្មណ៍ថាគាត់ប្រញាប់ពេកតើអ្នកបារម្ភពីរឿងខ្ញុំបារម្ភថាគាត់នឹងក្លាយជាមនុស្សទី2ដូចឈៀនវ៉ាន់ធំតែអ្នកនឹងមិនបណ្ដោយឲ្យវាក្លាយជាបែបនេះទេអ្នកធ្លាប់ឆ្លងកាត់វាសង្ឃឹមថាអញ្ចឹងចុះអញ្ចឹងអ្នកធ្វើការសិនចាំថ្ងៃក្រោយខ្ញុំមករកអ្នកទៀតហើយមិញយកខ្ញុំគឺខែនវ៉ាន់ថខ្ញុំដឹងថាអ្នកប្រហែលជាមិនចង់ស្ដាប់តែខ្ញុំនៅតែត្រូវយប់នោះនៅភោជនីយដ្ឋានខ្ញុំឃើញខ្សែភ្នែកចៅចឹងភីងមើលមកអ្នកមិនមែនជាការកត់សម្គាល់ខ្ញុំមិនបានប្រាប់អ្នកព្រោះខ្ញុំចំណេញខ្លាំងជាងគ្នាដើរផ្លូវត្រង់និយាយពេលនេះវាហួសតែជូនពរឲ្យអ្នកសុខសប្បាយតាមពិតផ្លូវខ្លះដើរទៅឆ្ងាយទើបដឹងថាខុសត្រង់ណាគាត់យល់ហើយខ្ញុំក៏យល់ដែរវាល្អហើយចៅមីងយានខ្ញុំឈៀនវ៉ាន់ថងយល់ថាអ្នកកំពុងជួបបញ្ហាលោកយ៉ាវរបស់អ្នកប្រហែលជា2ខែបានមកញ៉ាំបាយនៅហាងដែលខ្ញុំធ្វើការគាត់អង្គុយនៅជ្រុងម្ខាងជាមួយមនុស្សម្នាក់ទៀតខ្ញុំឬពួកគេនិយាយពីរឿងបង្ក្រាបតម្លៃភាគការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងខ្ញុំមិនមែនជួយអ្នកទេតែអ្នកដែលដើរនៅខាងមុខដូចជាពួកអ្នកអាចទៅបានឆ្ងាយដល់កម្រិតណាជួយឆែកមនុស្សម្នាក់កំណត់ត្រាចេញចូលបរទេសរបស់ចៅចិនភីងក្នុងរយៈពេល3ខែចុះនឹងការចុះបញ្ជីក្រុមហ៊ុននៅបរទេសទៀតអ្នកទាំងអស់គ្នាថ្ងៃនេះយើងមិននិយាយពីរឿងយើងមកនិយាយពីគោលបំណងដឹងផ្ដល់គឺការចេញពីការរៀបចំផ្នែកលើការលេខឃ្លីព័ត៌មានដែលមានតម្រងទុកដើម្បីទម្លាក់តម្លៃភាគហ៊ុនដើម្បីត្រួសត្រាយផ្លូវសម្រាប់ការទិញយកក្នុងតម្លៃថោកនិងការអ្នកដែលនៅពីក្រោយរឿងនេះគឺជាមនុស្សម្នាក់ក្នុងចំណោមពួកយើងដែលគួរតែជាស្ថាបនិកម្នាក់នៃក្រុមហ៊ុនតើអ្នកចង់មានន័យយ៉ាងម៉េចប្រឌិតឯកសារមកបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំមែនទេលោកចៅ2ខែមុនតើអ្នកបានជួបអ្នកណានៅហាងចាស់នៅភាគខាងលិចទីក្រុងចាំបាច់ឲ្យខ្ញុំចាក់វីដេអូសុវត្ថិភាពឲ្យមើលទេលោកចៅអ្វីដែលលោកចៅនិយាយគឺជាការពិតមែនទេខ្ញុំពិតជាមានកំហុសក្នុងការខ្ញុំខុសត្រង់ថាទុកចិត្តដៃគូដែលធ្លាប់តស៊ូជាមួយគ្នារំលងភាពលោភលន់នៃតែការក្បត់ត្រូវតែសងមកវិញលោកពួកអ្នកគឺជាមនុស្សដែលលោកយកអូសទាញមកឥឡូវនេះគាត់បានចាក់ចិត្តមានគម្រោងធ្វើអ្វីបន្តខ្ញុំនឹងនៅទីនេះលោកឆាវនិយាយត្រូវលបឿនមិនមែនជាអ្វីគ្រប់យ៉ាងនោះទេខ្ញុំចង់រៀនពីភាពកក់ក្ដៅដែលគាត់បាននិយាយរីករាយដែលអ្នកនៅបន្តសង្ឃឹមថាវាមិនទាន់យឺតពេលទេកាហ្វេនេះរសជាតិយកមួយកែវទៅខ្ញុំមិនចង់និយាយពីចំនួនខ្ញុំចង់និយាយតែពីរឿងអនាគតប៉ុណ្ណោះយប់នេះមិននិយាយពីមហិច្ឆតាធំតែនិយាយរឿងពីរវិញយប់នេះមិននិយាយពីមហិច្ឆតាធំនិយាយរឿងពីរឲ្យស្ដាប់មួយគឺអត្ថន័យនៃលុយ800ពីភាពកក់ក្ដៅនៃបេះដូងនៅក្រុមហ៊ុនបច្ចេកវិទ្យាគីជួនពួកយើងមានគោលការណ៍ចុងក្រោយមួយហៅថាការគោរព